Ok bang hồn on hiện tại là dương to thiệt website basic 2 và dương to thiệt nè đó là vẹn tí 4 nè Vietjet sẽ kê Vietjet đến cửa sai 3 bao website bao nhiêu nước anh website sai bá nè rồi website bao nhiêu sai bá nấy kháng train website của tiêu hò nấy cứ sai bá nấy kháng sẽ đàm nè nhé này là nè ok chẳng việc đập vào năng thế thì admin không nè thế việc còn tại miền sai ba chuối hay là sai ba đam chứ là nó ngay sai ba nóคือ cái hàng Vietjet nó tại một đòn chuối đam từ 8 template ok nữa chẳng đam bây giờ dương ai châu từ cái lại sai từ lại nhà Vietjet thằng ba đó nèคือបងប្អូនមូមកលើ appearance បងប្អូនមូមកលើពាក្យថា Vietjet ឃើញអត់នេះដល់កន្លែង menu យើង menu ដល់កន្លែង Vietjet នេះ Vietjet ឃើញអត់អញ្ចឹងយើងចុចលើ Vietjet នឹងមកពីដែលបងប្អូនចុចលើ widget មកវាឃើញអានេះនេះ primary sidebar ហ្នឹងគឺរបស់យើងដោយសាររបស់យើងនឹងឆ្វេងអញ្ចឹងអា primary របស់យើងនឹងឆ្វេងនេះឃើញ recent post នេះគឺជាអត្ថបទថ្មីដែលយើងទៅប៉ុស្តិ៍ចេញមកបើយើងចង់បង្ហាញអត្ថបទថ្មី 4 5 អត្ថបទនៅយើងនៅក្នុង sidebar យើងនេះកន្លែងនេះ recent post នេះឃើញអត់ឥឡូវ number of post to show មកថាយើង default របស់វាគឺវាបង្ហាញ5អត្ថបទចុងក្រោយដែលយើងបានប៉ុស្តិ៍ចុះចង់ឲ្យចេញ6យើងដាក់6ទៅមែនទេហើយជាមួយខ្ញុំ save អាហ្នឹងហើយជាមួយយើង refresh វានឹងចេញ6អញ្ចឹង1 2 3 4 5 6ចុះចង់ចេញ13 recent post ចេញ13អញ្ចឹងយើងលុបលេខ6ដាក់លេខ3មកកន្លែង recent post ហ្នឹងណាកន្លែងពាក្យ recent post នេះអូខេឥឡូវជាមួយខ្ញុំ refresh website របស់យើងចេញ13ចុងក្រោយណាឃើញអត់នេះណាចុះឥឡូវខ្ញុំអត់ចូលចិត្តពាក្យថា recent post ទេខ្ញុំអាចដាក់ latest post បានអត់មែនទេបានកន្លែង recent post នេះបងប្អូនចុចលើនឹងពីមកកន្លែង title នេះបងប្អូនសេ latest post ទៅអញ្ចឹងវានឹងបាត់អា recent post នឹងតែម្ដងជាមួយខ្ញុំ save ហើយយើង refresh មកនេះវាដូរមក latest post ណានេះអីណា recent comment នេះគឺយើងអត់ចាំបាច់ទេខ្ញុំ recommend ឲ្យបងប្អូនដកចេញហ្មងទៅហើយដើម្បីដកវាធ្វើម៉េចចុចលើអាហ្នឹងមក delete meta នេះក៏អត់ចាំបាច់ដែរណា delete ហើយ category នេះគឺនេះlink របស់ new របស់ entertainment ហ្នឹងមិញហើយឃើញទេនេះបើបងប្អូនចង់ទុកវាទៀតគាត់ជាមួយខ្ញុំ refresh ហ្នឹងព្រោះយើងមិញយើងលុបmeta យើងលុបអីចេញមកហើយណាវានៅ archive នេះគឺជា archive file ណាបាទថានេះអត្ថបទទាំងប្រមាណដែលយើងបានប៉ុស្តិ៍ខែ9ខែ10ខែ11 12គឺវា load ចេញហ្នឹងណាហើយចៃដន្យអីឧទាហរណ៍ថាយើងចង់ទុក archive ហ្នឹងក៏បានឬផងដកចេញក៏បានដកចេញវាអត់មានបាក់ទេគឺយើងគ្រាន់តែចុចលើអានេះមកបើកវាមកយើងចុច delete ទៅឃើញទេចាចឹងអានេះ primary sidebar បន្ទាប់មកទៀតនេះវាមាន content sidebar វាមាន footer widget area ជាមួយខ្ញុំនឹងបញ្យល់បងប្អូនតាក់ទិន footer នេះទៅតែចៃដន្យអីឥឡូវដោយសារតែ template របស់យើងហើយណាវាមាន search box មួយនេះ search pop search recent post ហើយនិង category នៅ sidebar ហ្នឹងមាន search recent post ហើយនិង category ចុះឥឡូវខ្ញុំចង់ដាក់ category ពីលើ recent post វិញបានអត់បានតែបងប្អូនគ្រាន់តែអូសវាមកចុចឲ្យជាប់ណាអូសចុចអូសចេះអូសយ៉ាងមកចឹង category ទៅនៅលើណាឥឡូវទៅនៅលើវិញហើយឧទាហរណ៍ថាខ្ញុំចង់ដាក់ calendar នេះ calendar នៅលើនេះអញ្ចឹងអូសចូលមកដាក់ Chrome search អូសចូលមកអញ្ចឹងវា save ខ្លួនឯងអញ្ចឹងយើងក៏បិទទៅហើយជាមួយខ្ញុំ refresh website យើងវាចេញ calendar នេះវាចេញ category វាចេញ recent post នៅ Chrome អញ្ចឹងទៅឃើញទេនេះជាអ្វីដែលបងប្អូនចង់ធ្វើឧទាហរណ៍ឥឡូវខ្ញុំចង់ដក category ចេញយើងគ្រាន់តែចុចលើនេះហើយយើង delete ទៅតែចៃដន្យអីទេខ្ញុំចង់ដាក់category វិញនេះកន្លែងនេះអូសមកវិញមកឃើញទេហើយបើបងប្អូនមើលទៅវាមាននេះឃើញវាមាននៅហ៎អូខេអញ្ចឹងអត់មានអីទៀតទេឥឡូវខ្ញុំចង់ដាក់ archive file មកវិញអញ្ចឹងយក archive វិញមកអូសមកដាក់ឡើងណាដែលបងប្អូនចង់ដាក់ទៅណាឃើញទេយើង close វាទៅហើយយើង refresh វាមក
គឺវាចេញ axis វាចេញ category វាចេញ latest vision post មកហើយអូខេហើយឥឡូវយើងមើល footer area មកបងប្អូនចុចលើណាបើក footer មកហើយបងប្អូនអូស category ដាក់lênនេះមួយណាអូសដាក់មួយធ្វើ test ទៅហើយមើលយើង refresh មើល footer អីគេ footer គឺនៅក្នុង Chrome នេះឃើញទេនេះអញ្ចឹងមកថាបងប្អូនចង់ដាក់រូបភាពឬមួយក៏ចង់ដាក់អីកន្លែង footer ហ្នឹងគឺដាក់បានដោយវាមានកន្លែងមួយទុកឲ្យបងប្អូនដាក់ឥឡូវខ្ញុំចង់ដាក់ footer ដាក់ meta មួយទៀតដាក់page មួយទៀតអូខេដាក់បាន 2 3 មើលហើយមើលយើង refresh មើលនេះឃើញនេះវាចេញ category វាចេញ page វាចេញ meta នៅក្នុងហ្នឹងអត់ឃើញទេអញ្ចឹងអាហ្នឹងហើយឥឡូវមើលថែមមួយទៀតគ្រប់4ដាក់meta មួយទៀតទៅណាព្រោះទីហត់មែនទេអូខេដាក់ meta មួយទៀតទៅแล้วយើង refresh មកវានឹងចេញ4ប្រអប់នេះឃើញទេនេះណាអាហ្នឹងហើយគឺជាយើងចង់ដាក់page ឬមួយក៏ category ឬមួយអីមួយនៅក្នុង Chrome template ហ្នឹងណាអញ្ចឹងយើងដាក់4ហ្នឹងមក template ខ្លះវាមានកន្លែង feature ហ្នឹងតែម្ដងឲ្យយើងមាន footer template ខ្លះអត់មានទេអញ្ចឹងទៅតាម template ដែរណាដូច template នេះវាមានឲ្យយើងដាក់នៅ footer បានតែ template ខ្លះអត់ឲ្យយើងដាក់ footer បានទេអត់ដាក់បានទេអញ្ចឹងណាអូខេអញ្ចឹងអាហ្នឹងតែប៉ុណ្្នឹងឥឡូវបើយើងចង់ដក footer អញ្ចឹងវាអត់មានពិបាកទេបងប្អូនគ្រាន់តែជាមួយខ្ញុំធម្មតាវាចេញមកចេះមែនទេអញ្ចឹងយើងនេះ footer ណាអញ្ចឹងចង់លុបចេញលុបទៅចុចលើមួយ delete ទៅចុចហ្នឹងមកបើក delete ទៅឃើញទេអូខេនេះឃើញទេអញ្ចឹងយើង refresh មកបាត់ទៅ footer អូខេបាត់ហើយឃើញទេអូខេអញ្ចឹងតែប៉ុណ្ណឹងអាហ្នឹងហើយ widget ទៅរៀនឲ្យបងប្អូនចេះtake care widget នឹងបន្តិចណាឲ្យបងប្អូនយល់ពីអា sidebar របស់យើងហ្នឹងថាតើយើងគួរតែរៀបចំ sidebar យ៉ាងម៉េចអញ្ចឹងទៅ template ខ្លះទៀតវាអាចឲ្យយើងដូរ sidebar មកខាងស្ដាំបានទីហោអញ្ចឹងណាតែ template នេះដូរអត់បានទេ template នេះអត់អាចដូរ sidebar ខាងស្ដាំបានទេបើបងប្អូនចង់ដាក់ sidebar មកស្ដាំតើបងប្អូនដូរ template ថ្មីហ្មងដូរកៅអៅថ្មីហ្មងអានេះវានៅឆ្វេងហើយអញ្ចឹងវានៅឆ្វេងហើយបងប្អូនឆ្លាញ់ឆ្វេងអាហ្នឹងឆ្វេងតែបងប្អូនចង់ឲ្យស្ដាំតើបងប្អូនដូរ template ថ្មីដូរអាកៅអៅថ្មីដែលមាន sidebar ស្ដាំអីចឹងទៅណាអូខេអញ្ចឹងអាហ្នឹងឯងដែល widget គឺ sidebar ហ្នឹងយើងនិយាយពី sidebar តែម្ដងហ្នឹងណាគេអញ្ចឹងយើងតាក់ទិន widget ចំណុចទី4ហ្នឹងគឺយើងចប់ត្រឹមប៉ុណ្្នឹង